សកម្មភាពរបស់កងទ័ពថៃបង្ហាញថាថៃកំពុងអនុវត្តយុទ្ធសាស្ត្រកូនកាត់ Hybrid Strategy ដោយចម្លងយកវិធីសាស្ត្រពីទាំងរុស្ស៊ីនិងអ៊ីស្រាអែលមកអនុវត្តលើកម្ពុជាដែលសកម្មភាពមានដូចជា 1. ថៃកំពុងលេងល្បែងដូចរុស្ស៊ី The Russia-Ukraine Model គំរូសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺផ្អែកលើការកាត់ទឹកដី Annexation និងការលុបបំបាត់អត្តសញ្ញាណការដូរទង់ជាតិ Symbolic Annexation នៅពេលទាហានរុស្ស៊ីចូលកាន់កាប់តំបន់ Donbas ឬ Crimea សកម្មភាពដំបូងគឺទម្លាក់ទង់អ៊ុយក្រែននិងដំឡើងទង់រុស្ស៊ីដើម្បីប្រកាសថាទីនេះជារបស់រុស្ស៊ីរូបភាពទាហានថៃបង្ហូតទង់ជាតិថៃឡើងនិងទម្លាក់ទង់ជាតិកម្ពុជាចោលនៅនឹងដីគឺដូចគ្នាទាំងស្រុងនេះមិនមែនជាការការពារព្រំដែនទេតែជាការប្រកាសកាន់កាប់ទឹកដី Occupation និងលុបបំបាត់អធិបតេយ្យភាពកម្ពុជានៅតំបន់នោះវោហាសាគំតិចសមត្ថភាពយោធា Demilitarization លោកពូទីនបានប្រកាសគោលដៅ Demilitarization ធ្វើឲ្យអ៊ុយក្រែនអស់ទ័ពមេបញ្ជាការកងទ័ពជើងគោកថៃបានប្រកាសពាក្យពេចន៍ដូចគ្នាគឺធ្វើឲ្យកម្ពុជាបាត់បង់សមត្ថភាពយោធាក្នុងរយៈពេលយូរ render Cambodia incapable of military action នេះគឺជាភាសារបស់អ្នកឈ្លានពានដែលចង់កំទេចប្រទេសជិតខាងការប្រើប្រាស់រថក្រោះរុលចូល ground invasion ដោយរុស្ស៊ីដែលបញ្ជូនរថក្រោះចូលក្រុងនានារបស់អ៊ុយក្រែនរូបភាពរថក្រោះថៃនៅក្នុងភូមិនិងការបំផ្លាញបង្គោលព្រំដែនបង្ហាញពីចេតនាកែប្រែផែនទីជាក់ស្ដែងនៅលើដី 2. ថៃកំពុងលេងល្បែងដោយអ៊ីស្រាអែល The Israel Gaza Modelគំរូសង្គ្រាមរបស់អ៊ីស្រាអែលគឺផ្អែកលើការប្រើកម្លាំងបាយហួសហេតុ disproportionate force និងការចោទប្រកាន់ថាសត្រូវប្រើខែលការពារការវាយប្រហារភ្លើងអាកាស air strikes អ៊ីស្រាអែលប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើតំបន់ដែលមានចំនួនដោយអាងថាខ្លួនមានបច្ចេកទេសទំនើបជាងថៃបានប្រើប្រាស់ air strikes លើកម្ពុជាការប្រើប្រាស់យន្តហោះចម្បាំងប្រឆាំងនឹងការបាក់ទង់ទីព្រំដែនគឺជាការប្រើកម្លាំងដែលលើសកម្រិតយ៉ាងខ្លាំងដែលមានគោលដៅបំផ្លាញទ្រង់ទ្រាយធំដោយនៅកាហ្សាការចោទប្រកាន់លើទីតាំងវប្បធម៌ឬស៊ីវិលអ៊ីស្រាអែលតែងចោទថាហាម៉ាស់ប្រើប្រាស់សាលារៀនឬមន្ទីរពេទ្យជាមូលដ្ឋានទ័ពដើម្បីប្រកាសភាពស្របច្បាប់ក្នុងការបាញ់កំទេចថៃកំពុងប្រើល្បិចដូចគ្នាដោយចោទប្រកាន់ថាកម្ពុជាប្រើប្រាស់ប្រាសាទតាក្របីជាមូលដ្ឋានយោធានេះគឺជាការរៀបចំលេសដើម្បីឲ្យពួកគេអាចបាញ់កំទេចប្រាសាទខ្មែរបានដោយមិនខុសច្បាប់សង្គ្រាមក្នុងបំណងរបស់ពួកគេការបង្កើតតំបន់សុវត្ថិភាព buffer zone ការបណ្ដេញប្រជាជននិងការរួចចូលភូមិគឺស្រដៀងនឹងការព្យាយាមបង្កើតតំបន់សុវត្ថិភាពរបស់អ៊ីស្រាអែលដោយកាត់យកដីរបស់អ្នកជិតខាងមកធ្វើជាដីរបស់ខ្លួនគ្រោះថ្នាក់ជាងសង្គ្រាមព្រំដែនធម្មតាថៃមិនមែនកំពុងធ្វើសង្គ្រាមព្រំដែនធម្មតាទេដោយការពីឆ្នាំ2008ឬ2011ទេថៃកំពុងធ្វើសង្គ្រាម hybrid warfare សង្គ្រាមកូនកាត់ផ្នែកនយោបាយដោយរុស្ស៊ីចង់កាត់យកទឹកដីនិងដូរទង់ជាតិផ្នែកយោធាដោយអ៊ីស្រាអែលប្រើប្រាស់យន្តហោះចម្បាំងនិងបច្ចេកទេសដើម្បីកំទេចហេដ្ឋារចនាប័ទ្មផ្នែកព័ត៌មានចិត្តសាស្ត្រប្រើប្រាស់រូបភាពខ្លាំងៗដូចជារូបភាពជនស៊ីវិលជាន់មីនដើម្បីបង្ហាញខ្លួនជាជនរងគ្រោះសកម្មភាពរបស់ថៃដែលបន្តវាយប្រហារទាំងផ្លូវគោកនិងផ្លូវអាកាសបញ្ជាក់ថានេះគឺជាការឈ្លានពានពេញលេញដែលមានគំរូច្បាស់លាស់មិនមែនជាការការពារខ្លួននោះឡើយរូបភាព II ប្រភព Dowdek